ជាចាស់ទុំរូបគឺសូមជួយចែករំលែកដល់បងប្អូនដែលភាសឹកដែលគាត់អបសុកអត់ធ្វើអីអញ្ចឹងមានដីតិចតួចនៅក្បែរហ្នឹងបងប្អូនអាចដាំបានដូចជាខ្ទឹមដូចជាស្ពៃដូចជាខ្ទីតកួនហ្នឹងអាចយើងដាំបានលឿនហើយជីងាយបំផុតនេះដូចជីគិនឆាយនេះវាផលប្រយោជន៍វាបានយូរយើងដាំវាទៅហើយធ្វើជាថ្នាំផងយើងយកធ្វើជាសម្លដូចជាស៊ុបដូចជាអីឆាមួយសាច់គោមួយម្នាស់ហើយត្រូវទាំងអស់ទេចុះអ៊ំអាហ្នឹងគេហៅគេមិញអ៊ំ ជីខិនឆាយ ហើយតើពូជវាមិនហើយដាំមិនឲ្យងាយស្រួលទេគេធ្វើមិន វាក្របបញ្ចប់ស្រាប់យកមកដាក់ទឹកដីឲ្យម៉ត់មានសកៃដូងមានអីទៅសាបវានៅនឹងទៅហើយស្រោចទឹកទៅវាដុះល្អណាស់ដូចជាណានេះហ្នឹងមានក្របវាទុំផ្លែទៅវាជ្រុះចឹងទៅវាដុះរហូតវាកើតរហូតវាអាចងាប់ទេយើងទុកក្របទុំខ្លះទៅយើងបេះចោលខ្លះទៅហើយវាជ្រុះនៅហ្នឹងទៅវាដុះរហូតអញ្ចឹងមានខាត់ទិញគេបើប៉ុន្មានដៃ500អញ្ចឹងមកយើងដាំអាចបានហូបដូចជានោងអញ្ចឹងយើងដាំវាចោលទៅគុំអញ្ចឹងថែវាដាក់ជីដាក់ផេះសម្រាមសម្រងយើងដុតថៃយកមកដាក់ពុលវាទៅស្រោចទឹកវាល្អទៅធ្វើព្រឹងទៅវាប្រហែលផ្លែផ្កាស្លឹកក៏ស្លកើតផ្កាក៏ស្លកើតផ្លែក៏ស្លកើតទាំងអស់ដល់ធ្វើថ្នាំបានទៀតអញ្ចឹងវាអត់មានអីអត់ប្រយោជន៍ទេឲ្យមកនឹងលក្រៃជីនាងលាក់មានម្ទេសមានបន្លែមានល្ហុងមានត្រប់ស្រួយចឹងខ្ញុំគ្មានដីទេតែដីតែក្បែរទៀនខ្នល់តែខ្ញុំអាចដាំបានផងយើងដាំទៅមានកធុំឆាមានត្រប់ស្រួយមានក្រូចសើចមានជីតិចជ្រូកមានទៀតមានម្ទេសមើលអាណាតាក្បែរល្ងអាចដាំបានផងទេ បាទជាចុងបញ្ចប់នេះខ្ញុំសូមអរគុណដល់អ៊ំដែលបានចែករំលែកជាបទពិសោធន៍និងទឹកចិត្តសម្រាប់បងប្អូនខ្មែរយើងដែលជួបការលំបាកតែភាសាហើយតកតងនឹងការដាំបន្លែផ្សេងអញ្ចឹងខ្ញុំសូមអរគុណជាពិសេសបើសិនជាមានឱកាសបងប្អូនក្នុងខេត្តសៀមរាបដែលត្រូវការគ្រាប់ពូជផ្សេងខ្ញុំនឹងព្យាយាមទិញយកទៅជូនតាមលទ្ធភាពដែលអាចធ្វើទៅបាន